ពងទាជាប់ភ្នៅឆាក្តៅជាមួយត្រីខមួយមុខនេះពេលដាច់លុយយីពីថាឆ្ងាញ់អើយសែនឆ្ងាញ់តែមានលុយក៏ញ៉ាំបានដែរដាក់ម្ទេសហឹលជាមួយនឹងម្រះព្រៅចេះមកអូញ៉ាំជាមួយនឹងបាយក្តៅក៏ត្រូវបាយកកក៏កាន់តែជាតិតោះទៅមើលពីវិធីធ្វើទាំងអស់គ្នាត្រីខឆាក្តៅពងភ្នៅមួយមុខនេះសម្រាប់បងប្អូនដែលចង់សំចៃអីអាចមកសាកធ្វើមួយមុខនេះបានហើយជាដំបូងយើងចាប់ផ្ដើមមកដាក់កិនខ្ទឹមសខ្ទឹមក្រហមម្ទេសបន្ទាប់មកយើងចាប់ផ្ដើមមកលាយទឹកសោះមានស្ករសប៊ីចេងទឹកត្រីទឹកប្រេងខ្យងទឹកម្ទេសទឹកអំពិលទុំហើយថែមជាមួយនឹងទឹកស្អាតបន្តិចមកហើយភ្លក់រសជាតិយកមកប្រៃជូរអែមមកណាហើយបន្ទាប់មកយើងចាប់ផ្ដើមមកដាក់ស្ងោរពងទាហើយចំពោះពងទាហ្នឹងគឺខ្ញុំស្ងោរជាប់ភ្នៅខ្ញុំស្ងោររយៈពេល6នាទីហើយចំពោះទឹកស្ងោរពងទាហ្នឹងគឺខ្ញុំថែមជាមួយនឹងអំបិលហើយនឹងទឹកខ្មេះបន្តិចទៀតដើម្បីកុំឲ្យបកមកជាប់ហើយចំពោះត្រីខដែលខ្ញុំប្រើហ្នឹងគឺខ្ញុំប្រើត្រីខទឹកពេញប៉ោះយ៉ាំមីខុកដែលជាផលិតផលរបស់ក្រុមហ៊ុនជីបម៉ុងដែលត្រីខយ៉ាំមីខុកត្រូវបានផលិតចេញពីត្រីសាឌីនសុទ្ធ 100% សាច់ត្រីហាប់ណែនឆ្ងាញ់ងាយស្រួលក្នុងការញ៉ាំបើកំប៉ុងមកភ្លាមបងប្អូនអាចទទួលទានបានផ្លែតហើយបងប្អូនក៏អាចច្នៃយកធ្វើជាមុខម្ហូបបានយ៉ាងច្រើនមុខហើយត្រូវបានផលិតនៅក្រោមស្តង់ដារគុណភាពនិងអនាម័យហើយអាចរក្សាទុកបានយូរងាយស្រួលយកតាមខ្លួនហើយបើនិយាយពីពងទារបស់យើងនិយាយពីថាស្ងោរបានជាប់ភ្នៅល្អណាស់បងប្អូនដែលចូលចិត្តញ៉ាំពងទាជាប់ភ្នៅអីដឹងតែដេកស្រក់ទឹកមាត់ហើយឃើញពងភ្នៅរបស់យើងប៉ុណ្ណឹងណាហើយបន្ទាប់មកយើងចាប់ផ្ដើមមកកូរខ្ទឹមសខ្ទឹមក្រហមម្ទេសរបស់យើងឲ្យឡើងឈ្ងុយហើយចាក់ទឹកសរបស់យើងចូលហើយបន្ទាប់មកយើងចាក់ពងទារបស់យើងចូលហើយថែមជាមួយនឹងត្រីខយ៉ាំមីខុករបស់យើងទៀតចឹងមកអូនិយាយពីថាជះក្លិនឈ្ងុយហ្មងណាហើយអត់ភ្លេចទេថែមជាមួយនឹងម្ទេសនិងម្រះព្រៅទៀតចឹងមកគឺកាន់តែឆ្ងាញ់បងប្អូនដែលចូលចិត្តញ៉ាំជាពងទាជាប់ភ្នៅហើយមានត្រីខទាំងកង់ទៀតតែយប់នឹងដឹងតែដេកស្រក់ទឹកមាត់ទៀតហើយចង់ឲ្យចំអិនមកវិញនៅថ្ងៃស្អែកក៏មិននៅក្រោមវីដេអូបាយបាយ